ថ្ងៃណាមួយខ្ញុំនឹងចាប់ផ្ដើមលេង Minecraft Survival ធម្មតាតែបើសិនថ្ងៃណាមួយមានឱកាសល្អខ្ញុំនឹងលេង Single Player ឲ្យអ្នកមើលអញ្ចឹងថ្ងៃនេះគឺបានមកដល់ហើយគឺខ្ញុំនឹងចាប់ផ្ដើមលេង Minecraft Survival ធម្មតាអញ្ចឹងយើងចាប់ផ្ដើមតែម្ដងទៅយើង Single Player ខ្លួនមានណាស្រាឲ្យគាត់ស្លាប់ចឹងផងយើង create new world អញ្ចឹង world នេះអ្នកឈ្មោះថាជីវិតរបស់ Double X នៅក្នុង Minecraft អញ្ចឹងបើដល់ថ្ងៃនេះយើងតោះឥឡូវយើងចាប់ផ្ដើមបង្កើតវគ្គហ្នឹងតែម្ដងឥឡូវយើងបានចូលមកដល់ក្នុង game ហើយគឺយើងកើតមកគឺនៅតំបន់ល្អមែនតើយើងគឺមានព្រៃបស spruce ហើយនឹងចាំងកនៅខាងមុខនោះទៀតគឺកើតមកតំបន់ល្អមែនហើយកម្រោសម្រាប់ថ្ងៃនេះទី1គឺស្វែងរកកន្លែងសង់ផ្ទះទី2ស្វែងរក diamond ទី3ផលិត diamond tool ទី4 enchant ដាវ pickaxe និងពូថៅឲ្យខ្លាំងជាងមុនហើយទី5គឺសង់ផ្ទះឥឡូវទៅការកាប់ឈើផលិត crafting table ផលិត stick តោះជាដំបូងអស់គឺយើងផលិត pickaxe មួយមកអូនៅខាងមុខនេះមានជ្រូកមានគោអីមួយអាមបន្តមកយើងចាប់ផ្ដើមកាប់ថ្មទៅឥឡូវយើងផលិតបន្ថែមមួយមកហើយនឹង pickaxe ថ្មមួយទៀតមកហើយតើមកយើងចាប់ផ្ដើមជីក iron នេះមកទៅគ្នាបើជាចេញមើលហើយជីកខ្ជុងនេះដូចគ្នាយើងទៅកាន់ខ្ជុងអស់ហើយកាពះខ្ញុំថា clear មែនតើឥឡូវយើងកាប់ឈូងមួយឥឡូវយើងផលិត furnace មួយឥឡូវខ្ញុំដុតសាច់ញ៉ាំទៅនាងក៏ពះខ្ញុំឈឺពេលហ្នឹងយើងដើរកាប់ឈើបដាទៅហើយឈឺពេលកំពុងកាប់នឹងដែរខ្ញុំនឹងប្រាប់រឿងពុតដល់អ្នកនេះមួយតាំងពីខ្ញុំបង្កើត channel លេង Minecraft នេះមកគឺអ្នកនេះអត់ដែលឃើញខ្ញុំលេង Minecraft Survival ទេអត់គឺមានតែយោមួយទេគឺអត់ដែលលេង Minecraft Survival មកនេះគឺជាលើកទី1របស់ខ្ញុំហើយដែលខ្ញុំចាប់ដើមលេងខ្ញុំផ្ដោតអារម្មណ៍លេង Minecraft Survival ធម្មតានាងហើយវីដេអូពេលអញ្ចឹងខ្ញុំនឹងអត់សូវកាត់ច្រើនទេនាងគឺខ្ញុំនឹងដាក់ធម្មតាតែម្ដងសង្ឃឹមថាអ្នកនេះអាចមើលបានតោះឥឡូវសាច់យើងឆ្អិនតែម្ដងហើយមួយហើយខ្ញុំចាប់ផ្ដើមលេងម្នាក់ឯងអត់លេងក្នុង server ដោយសារតែការខ្ញុំលេងក្នុង server ខ្ញុំចូលចិត្តលួចអីវ៉ាន់គេពេកនេះឥឡូវនេះខ្ញុំលេងម្នាក់ឯងខ្ញុំចង់រក item រកអីម្នាក់ឯងខ្ញុំអត់ចង់លួចអីវ៉ាន់គេទេព្រោះអីទម្លាប់របស់ខ្ញុំគឺលួចអីវ៉ាន់គេរហូតក្នុង server ចឹងលើនេះខ្ញុំលេងតែម្នាក់ឯងទេចង់មានអីវ៉ាន់អីខ្ញុំត្រូវលួចទេចឹងអីគ្រប់យ៉ាងខ្ញុំត្រូវរកខ្លួនឯងឥឡូវមិនរកយកអីនេះជ្រុងនេះធ្វើគេជ្រុងនេះចូលអីគេតោះឥឡូវយើងដុត iron នេះមួយសិនឥឡូវយើងពលិតនេះមកផលិតធ្វើជានេះធ្វើម៉េចទេអូនេះយើងធ្វើជាកត្រៃព្រោះអីខ្ញុំយកកត្រៃនេះមកកាត់រោមជាមអូកាត់មួយបាន3យកហ្មងតោះឥឡូវយើងផលិតក្រែដេកមួយមកអូឈ្លឹបនេះខ្ញុំវាយស្គើតហ្នឹងនេះវាយស្គើតនេះមួយនេះមកទៅអូមកខ្ញុំមកអូយោចាសុំមីច្រើននេះឥឡូវសុំដេកសិនណាដេកតោះឥឡូវមិនព្រឹកហើយតោះឥឡូវយើងទៅរកកន្លែងគួរសមមួយសិនព្រោះឯងកម្រងនេះខ្ញុំចង់រក diamond នេះខ្ញុំធ្វើបាច់រក diamond ឲ្យបានហើយយើងសង់ផ្ទះឲ្យបានមួយនឹងជាកម្រងរបស់យើងអូខេយើងលេងប៉ុណ្ណឹងសិនបានហើយមុននឹងយើងលេងតទៀតគឺខ្ញុំមានដំណឹងល្អចង់ប្រាប់អ្នកទាំងអស់គ្នាមួយឥឡូវនេះគឺខ្ញុំមានទទួលដាក់ពេញនៅក្នុង game Mobile Legends ហើយនិង game Free Fire ចឹងចាប់ពីពេលនេះទៅបើសិនជាអ្នកគ្នាត្រូវការដាក់ពេជ្រកុំភ្លេចចូលទៅក្នុង channel Telegram របស់ខ្ញុំបើខ្ញុំដាក់ link ខាងក្រោមឬក៏អ្នកនេះអាច scan QR code នៅអេក្រង់នេះកុំភ្លេចចូល channel Telegram របស់ខ្ញុំម្នាក់មួយទៅហើយបើសិនអ្នកនេះចង់ support ខ្ញុំកុំភ្លេចជួយមកដាក់ពេជ្រនៅកន្លែងខ្ញុំផងខ្ញុំមានតែប៉ុណ្្នឹងឯងតោះឥឡូវចូលទៅមើលវីដេអូយើងវិញខ្ញុំអត់ចង់នៅតំបន់នេះទេខ្ញុំចង់នៅតំបន់ផ្សេងអត់ចង់នៅតំបន់នេះទេអញ្ចឹងយើងដើររកតំបន់ណាដែលយើងឥឡូវយើងកាប់ឥឡូវទុកញ៉ាំតាមផ្លូវខ្ជូងយើងជីខ្ជូងនេះគ្នាអេកូនេះទុកទៅហើយមកដល់កន្លែងមានស្រស់ស្រាយដូចចង់ធ្វើផ្ទះម្ដងនេះហ្មងប៉ុន្តែយើងដើរមើលទៀតមានចុះខ្ញុំលេងម្នាក់ឯងអញ្ចឹងវាស្រួលយ៉ាងណាខ្ញុំអត់មានណាគេមកញ៉ៃអត់មានណាគេដុតផ្ទះខ្ញុំទេខ្ញុំលេង server វាមានអ្នកដុតផ្ទះខ្ញុំរហូតជ្រុងនេះទុកទៅអីអើយខៅតូចមួយហ្នឹងយ៉ាសុំវីយ៉ាបាក់បថៅបាទហើយខ្ញុំផលិតបថៅថ្មីហើយនឹង pickaxe ថ្មីអត់យល់សុំវីឃើញខ្ញុំសុំវីមកនេះអូយវីងាប់មេយប់ទេបាទនេះខ្ញុំដើរមួយថ្ងៃនេះអត់បានជួបអីសោះតើខ្ញុំឃើញ rule portal នេះមួយក្នុងនេះមាន pickaxe កណ្ដាលមានបថៅមានខោទីផុតយើងឃើញ village ហ្នឹង village នៅខាងមុខនោះឥឡូវយើងចូលមក village តិចហើយទៅមើលដលងនេះខ្ញុំចង់លួចដលងពួកវាអូ iron golem ចុះយើងបាន iron ចំនួន5ជាពិសេសនោះគឺយើងលួចស្រូវរបស់ពួកវានេះស្រូវវាច្រើនទៅយើងលួចយកអស់មក
តោះឥឡូវយើងចាក់ចេញ YouTube នឹងទៅព្រោះអីខ្ញុំអត់ចង់នៅនឹងទេខ្ញុំចង់ទៅនៅកន្លែងបន្ទាប់ពីខ្ញុំដើរអស់ច្រើនគីឡូដីក្រោយមកគឺថាយើងបានជួប village ចឹងខ្ញុំគិតថាខ្ញុំនឹងនៅម្ដុំហ្នឹងឯងគឺដីម្ដុំនេះគឺខ្ញុំចូលចិត្តនៅអ្នកភូមិស្អាតថ្មីចាស់ទាំងអស់អ្នកភូមិនេះអត់តមានណាមកប៉ះពាល់ទេមានណាប៉ះពាល់មកខ្ញុំលេងម្នាក់ឯងនឹងក្នុងនេះមានដំឡូងអូខេកំពុងត្រូវការដំឡូងមកនេះគឺយើងយកដំឡូងទាំងអស់នេះមកតោះនេះឥឡូវខ្ញុំរកកន្លែងដែលខ្ញុំត្រូវធ្វើផ្ទះឃើញហើយគឺនៅកន្លែងនេះព្រោះអីគឺដីកន្លែងស្រៀបស្មើល្អមែនហើយ village វិញគឺនៅកន្លែងនោះតោះឥឡូវខ្ញុំដាក់អានេះចំណាំផ្ទះយើងសិនតោះឥឡូវខ្ញុំដាក់ crate ដីទៅនេះមួយហើយនេះ table កន្លែងនេះ burner កន្លែងនេះដាក់ chest កន្លែងនេះមួយមកអានេះមួយទៀតអញ្ចឹងកន្លែងនេះជាផ្ទះដ៏សំរបស់យើងឥឡូវខ្ញុំយកវ៉ាន់ដែលខ្ញុំអត់ត្រូវការទុកឲ្យអស់សិននាងមិញគឺថាខ្ញុំដើរច្រើនគីឡូពេកគឺថាខ្ញុំដើរកាប់សាច់បានច្រើនមែនពេលឆ្លៀតពេលតនេះអញ្ចឹងខ្ញុំយកសាច់ដែលយើងបានកាប់មិញយកមកដុតមកហើយដែលខ្ញុំធ្វើដំបូងគេបង្អស់គឺខ្ញុំចង់ចិញ្ចឹមគោអានេះគឺទ្រុងគោប្រដសននេះអញ្ចឹងយើងដាក់ទ្រុងវាមកតោះនេះឥឡូវឃើញថាសកោមួយនេះនេះតោះឥឡូវបានគោមកទាំងពីរតែម្ដងឥឡូវយើងបង្កាត់ពូជវាតែនេះគឺជាទ្រុងគោផ្ដោះអាសន្នរបស់ខ្ញុំហើយខ្ញុំរត់ធួចឲ្យច្រើនមកយើងដាក់នេះឲ្យភ្លឺដើម្បីកុំឲ្យមានស៊ូប៊ីមកអញញ៉ៃផ្ទះយើងដាក់ច្រើនមកឥឡូវចូលដេកមើលសិនយប់ហើយក៏ពូនោះមករកស្អីគេវ៉ៃប៉ះពេលមកមែនញ៉ាំតមានអាវុធអីល្អៗមកនេះតែឈាមនេះចូលទៅដែរឈាមនេះចូលទៅអីចូលអីណែខ្ញុំអត់ស្ទន់ចង់លេងមួយវាទេព្រោះអីខ្ញុំអត់មានអាវុធអីល្អៗទេអូខេឥឡូវយើងបានផ្ទះបដោះអាសន្នរបស់យើងហើយគឺនេះផ្ទះបដោះអាសន្នរបស់យើងថ្ងៃនេះបើសិនជាខ្ញុំមកបានសង់ផ្ទះទេគឺវីដេអូយើងអត់ទាន់ចប់ទេយល់ទេអញ្ចឹងយើងទៅរកអីវ៉ាន់ដើម្បីសង់ផ្ទះឲ្យបានមួយសិនហើយໄວស៊ូប៊ីមួយសិនចឹងចង់ប្រាប់ថាមុននឹងគឺខ្ញុំនិយាយម្នាក់ឯងតែមួយថ្ងៃប៉ុន្តែខ្ញុំភ្លេចទីខលនេះឥឡូវនេះគឺខ្ញុំចុះមកក្នុង Cave ដើម្បីរក Diamond កម្រងយើងរក Diamond យ៉ាស៊ូប៊ីច្រើនអញ្ចឹងឥឡូវនេះគឺខ្ញុំក៏ជីក Iron លេងសិនទៅហើយពេលយើងជប់ Diamond គឺយើងជីក Diamond យកមកតោះឥឡូវបាន Iron ច្រើនណាស់ហើយឥឡូវយើងដុតយក Diamond មកដុតសិននេះតោះឥឡូវ Iron យើងបានដុតហើយតោះឥឡូវយើងផលិតអាវក្រស្បែកជើងហើយនឹងមួកឥឡូវបានអាវក្រពេលហើយអញ្ចឹងយើងសុវត្ថិភាពជាងមុនតោះឥឡូវយើងទៅឲ្យជ្រៅជាងនឹងអូ Diamond ឯងតោះឥឡូវជីក Diamond ដំបូងមកយើងតោះបូមមកឲ្យមួយវិញហើយខ្ញុំដឹងថានៅក្រោមនេះមាន Diamond ទៀតនេះនោះហើយមួយទៀតនោះមួយទៀតចូលហើយ zombie ច្រើនមែនអូ zombie spawn នេះដាក់ point នេះសិនតោះឥឡូវយើងមើលទៅក្នុងនេះមានអីទេអូមាននេះអត់ប្រយោជន៍តែយកមកតោះឥឡូវយើងដាក់ Diamond ឲ្យបានច្រើនបន្តិចអត់មាន Diamond ទៀតទេអូនោះនៅលើណែតើឥឡូវជីយកមួយទៀតនេះឥឡូវបាន Diamond តែ3ទេនេះយើងត្រូវការច្រើនជាងនឹងតើឥឡូវរក Diamond ដោយប្រើវិធីជីកទៅមុខរហូតទៅនេះបន្ទាប់ពីជីកអស់មកស្ទុះឲ្យមកគឺថានៅតែអត់មាន Diamond នេះគឺសោយមែនទេនេះពេលខ្ញុំបិទ record ភ្លាមហើយខ្ញុំជីកលេងខ្ញុំជីកធ្វើចដាលេងឥឡូវជួប Diamond មែននេះពេលខ្ញុំជីខ្ញុំរងរក Diamond ពេលខ្ញុំអត់ចង់រក Diamond គឺវាជួប Diamond នេះតោះឥឡូវបានមកដល់លើដីគោវិញហើយនេះគឺខ្ញុំបាន Diamond តែ6ទេមកវិញឥឡូវខ្ញុំសុំទៅដេកមួយសិនតោះឥឡូវមិនព្រឹកហើយឥឡូវខ្ញុំទុកអវ៉ាន់ដែលខ្ញុំបានជីកមុននឹងទុកស្រួលបួសិនឆ្លៀតពេលនេះយើងមកឲ្យចំណីគោយើងតោះខ្ញុំចង់ធ្វើកន្លែងដាំអំពៅរបស់ខ្ញុំនៅកន្លែងនេះឥឡូវខ្ញុំជីកមកជីកវាចឹងមកហើយដាក់ទឹកកន្លែងនេះតាមវាឲ្យមានចំការឲ្យត្រឹមត្រូវហើយយើងដាក់នេះមកកុំឲ្យវាចូលទឹកញ៉ៃហើយខ្ញុំគិតថាខ្ញុំធ្វើចំការដាំដំឡូងទៀតនេះហើយចំការបដោះអាសន្នរបស់យើងទៅហើយយើងដាក់នេះបិទចេញមកបិទនេះចេញមកហើយយើងចាប់ដាក់ដាំដំឡូងរបស់យើងមកហើយនេះគឺជាចំការបដោះអាសន្នរបស់ខ្ញុំយើងដាំដំណាំឲ្យតិចតួចនៅគៀនផ្ទះរបស់យើងអញ្ចឹងយើងទៅជីករ៉ែលើកមុនគឺយើងទទួលបាន Diamond តែ6ទេខ្ញុំចង់បាន Diamond ច្រើនជាងហ្នឹងអញ្ចឹងខ្ញុំទៅជាលើកទី2តោះ
diamond kia muối pi bạn thích cái là mong phải ăn pi diamond nung muối tiên lại nung muối pi anh ấy pi đài ok cho những bạn buồn diamond muối tiên lại đi